របៀបធ្វើបង្គាអុកមីសួរងាយៗរហ័សហើយសាច់មីសួររបស់យើងនឹងមិនរលួយផុយពេកមានរសជាតិទន់ស្វិតឆ្ងាញ់ចាអញ្ចឹងជាដំបូងឡើយសម្រាប់គ្រឿងផ្សំនេះគឺខ្ញុំមានមីសួររបស់យើងចំនួន2ខាំដោយមីសួររបស់យើងនេះដែរគឺខ្ញុំដាក់ត្រាំទឹករយៈពេល15នាទីចោលសិនជាបន្ទាប់មកទៀតខ្ញុំមានខ្ទឹមសរបស់យើងចំនួន6កំពឹសយើងចិញ្ច្រាំខ្ទឹមសរបស់យើងឲ្យបានម៉ត់ល្អមកជាបន្ទាប់មកទៀតខ្ញុំមានស្លឹកខ្ទឹមដែរបងប្អូនអាចប្រើតិចឬច្រើនទៅតាមចំណង់ចំណូលចិត្តហើយយើងកាត់វាឲ្យរាងវែងៗតិចមកជាបន្ទាប់មកទៀតសម្រាប់បង្គាវិញគឺខ្ញុំមានបង្គារបស់យើងចំនួន3ខាំកន្លះដោយបង្គានេះដែរយើងគ្រាន់តែកាត់កន្លែងពុកវាចោលបងប្អូនយើងកាត់ពុកបង្គាហើយយើងលាងសម្អាតវាឲ្យបានស្អាតមកចាឥឡូវសម្រាប់មីសួររបស់យើងបន្ទាប់ពីយើងត្រាំវារយៈពេល15នាទីហើយឡើងមីសួររបស់យើងបានទន់ហើយអញ្ចឹងយើងស្រង់ទុកឲ្យវាស្ងួតទឹកបន្តិចជាបន្ទាប់មកទៀតយើងចាប់ផ្ដើមលាយទឹកសុសសម្រាប់យើងឆាជាមួយមីសួររបស់យើងគឺខ្ញុំប្រើម្សៅស៊ុបចំនួន1ស្លាបព្រាបាយស្ករអំពៅចំនួន1ស្លាបព្រាកាហ្វេទឹកស៊ីអ៊ីវ2ស្លាបព្រាបាយប្រេងខ្យង1ស្លាបព្រាបាយហើយយើងដាក់ទឹកចំនួន250មីលីលីត្រហើយយើងកូរគ្រឿងហើយនឹងទឹករបស់យើងឲ្យវាបានរលាយសព្វគ្នាល្អមកជាបន្ទាប់មកទៀតយើងចាប់ផ្ដើមដាក់បំពងខ្ទឹមសរបស់យើងបំពងខ្ទឹមសរបស់យើងវាឡើងក្រហមបន្តិចហើយគឺយើងដាក់បង្គារបស់យើងចូលហើយយើងឆាវាមួយសន្ទុះហើយសម្រាប់បង្គានេះដែរយើងមិនបាច់ឆាវាឲ្យវារាងឆ្អិនពេកទេយើងឆាវារាងក្រហមបន្តិចហើយគឺយើងដាក់មីសួរចូលហើយបន្ទាប់មកយើងចាក់ទឹកស៊ុសដែលយើងបានលាយមិញហើយយើងឆាចាត់បល់វាចុះឡើងបែបនេះមករហូតដល់ទឹកស៊ុសរបស់យើងនឹងបានហូតល្អចានៅពេលដែលទឹកឆារបស់យើងវាបានហួតអស់ហើយជាបន្ទាប់មកទៀតយើងធ្វើការបិទភ្លើងហើយយើងរោយស្លឹកខ្ទឹមយើងច្របល់វា2-3ត្រឡប់មកជាការស្រេច